អីវ៉ាន់ដល់ដៃចាំទូទាត់លុយបាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកណែនាំពីដុំ Wi-Fi ចល័តយើងបាទយើងដាក់ SIM ប្រើតម្លៃ$30បាទគឺអានេះថ្មយើងធំបាទគឺ10000 មីលីអាំពែណាថ្មវាធំណាបាទនេះឈ្មោះ Wi-Fi ហើយនឹង password ពេលដែលយើងបើកប្រើវាទៅគឺយើងវាយតាមនឹងទៅគឺប្រើបានហើយណាបាទអានេះយើងប្រើជា power bank ក៏បានដែរណាបាទលក្ខណៈពិសេសវាភ្ជាប់បាន10គ្រឿងមកវាប្រើបាន24ម៉ោងបាទនេះចាប់ចម្ងាយបានរហូតដល់30ម៉ែត្របាទយើងដាក់ SIM មកហើយប្រើជា power bank ក៏បានដែរណាបាទនេះជារបៀបប្រើដុំ Wi-Fi តម្លៃ$30យើងបាទយើងដាក់ SIM វាឲ្យត្រូវតាមរូបវាចឹងមកហើយយើងញាត់វាចូលរុញសកត់វាចូលបន្តិចណាហើយយើងសកត់អានេះទៅដើម្បីបើកវាឡើងបាទចឹងចាំវាមក plate ទៅឲ្យវាចេញសញ្ញាពណ៌ខៀវអាហ្នឹងបានវាដើរណាបាទនេះយើងមើលរូប Wi-Fi នឹងវាចេញពណ៌ខៀវគឺវាដើរណាបាទអញ្ចឹងយើងមើលឈ្មោះ Wi-Fi ហើយនឹង password នេះ password វា default វាគឺលេខ1ដល់លេខ9លេខ0ណាបាទអញ្ចឹងយើងទាញទូរស័ព្ទយើងមកយើងចុចលើឈ្មោះវាហើយយើងវាយ password វាចូលមកបាទឲ្យវាចេញសញ្ញាគ្រីមមកគឺជាប់ហើយណាបាទនេះយើងចូលទៅតេស្តលបឿនមើលយើងចូល YouTube មកគឺអូសដៅវឹងតែម្ដងបាទអត់មានតាក់ទេនេះ Wi-Fi ឈ្មោះហ្នឹងអត់មានដោះដូរដល់តាណាទៀតទេបាទនេះយើងមើលចាក់ដៅវឹងតែម្ដងបាទនេះគឺល្អប្រើមែនតើណាដុំ Wi-Fi នេះគឺប្រើជា power bank ដល់ទូរស័ព្ទក៏បានទៀតបាទ